មានកន្លែងមួយនៅជិតផ្ទះរបស់បុរសម្នាក់ដែលអ្នកភូមិមិនសូវហ៊ានឆ្លងកាត់ពេលយប់មិនមែនដោយសារផ្លូវងងឹតទេប៉ុន្តែដោយសារតែដើមខ្នុរមួយដើមអ្វីដែលគួរឲ្យខ្លាចគឺនៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅកន្លែងនោះម្ដងហើយម្ដងទៀតហើយអ្នកដែលជួបហេតុការណ៍ទាំងនោះមានអារម្មណ៍ថាអ្វីមួយកំពុងនាំពួកគេទៅរកដើមខ្នុរនោះរឿងទាំងអស់ចាប់ផ្ដើមពីយប់មួយក្នុងឆ្នាំ2023ពេលនោះបុរសម្នាក់កំពុងរៀនថ្នាក់ទី12ដោយសារគាត់រស់នៅជនបទគាត់ត្រូវជិះម៉ូតូប្រហែល20ទៅ25គីឡូម៉ែត្រពីទីក្រុងត្រឡប់ទៅផ្ទះយប់នោះគាត់ចេញពីកន្លែងរៀនប្រហែលម៉ោង11ផ្លូវត្រឡប់ទៅផ្ទះស្ងាត់ខ្លាំងខណៈពេលកំពុងជិះម៉ូតូគាត់បានឈប់នៅមុខដីឡូមួយដើម្បីនោមពេលគាត់ងាកមើលទៅជុំវិញគាត់បានឃើញក្រណាត់ពណ៌សមួយដំបូងគាត់គិតថាប្រហែលជាផ្លាកឬក្រណាត់ដែលគេយកមកដាក់នៅក្បែរដីគាត់ឈរមើលមួយសន្ទុះប៉ុន្តែពេលគាត់ព្រិចភ្នែកហើយងាកមើលម្ដងទៀតក្រណាត់ពណ៌សនោះបាត់គ្មានសំឡេងគ្មានមនុស្សគ្មានអ្វីនៅក្បែរនោះទៀតឡើយចាប់ពីពេលនោះមកគាត់មានអារម្មណ៍មិនស្រួលក្នុងចិត្តជាប់រហូតប៉ុន្តែគាត់នៅតែគិតថាប្រហែលជាខ្លួនឯងមើលច្រឡំមួយរយៈក្រោយមកគាត់បានជួបរឿងមួយដែលធ្វើឲ្យគាត់ចាប់ផ្ដើមសង្ស័យថាប្រហែលជាក្រណាត់ពណ៌សនោះមិនមែនជារឿងធម្មតាទេថ្ងៃមួយម៉ូតូរបស់គាត់ត្រូវបានទុកនៅផ្ទះគាត់ដាក់វាឲ្យឈរលើជើងទ្រយ៉ាងល្អប៉ុន្តែពេលដើរចេញមិនទាន់បានឆ្ងាយម៉ូតូដួលដោយខ្លួនឯងគាត់គិតថាប្រហែលជាដាក់មិនជាប់គាត់ក៏លើកម៉ូតូឡើងវិញប៉ុន្តែបន្ទាប់ពីដើរចេញមួយសន្ទុះម៉ូតូដួលម្ដងទៀតឪពុករបស់គាត់ក៏មិនយល់ថាហេតុអ្វីម៉ូតូធម្មតាមួយបែរជាដួលជាបន្តបន្ទាប់ម្ដាយរបស់គាត់ចាប់ផ្ដើមមានអារម្មណ៍មិនល្អហើយបានប្រាប់ឲ្យគាត់ប្រយ័ត្នពេលជិះទៅណាក៏ណាប៉ុន្តែគាត់នៅតែជិះរហូតដល់យប់មួយគាត់ជិះម៉ូតូត្រឡប់មកផ្ទះនៅសល់ប្រហែល5គីឡូម៉ែត្រទៀតប៉ុណ្ណោះនៅក្បែរផ្លូវគាត់បានឃើញក្រណាត់ពណ៌មួយទៀតពេលនោះគាត់មិនបានគិតច្រើនទេស្រាប់តែមានឡានមួយបើកមកពីមុខគាត់បង្វែរទៅម្ខាងហើយភ្លាមនោះម៉ូតូរបស់គាត់បុកអ្វីមួយហើយអូសទៅជាង30ម៉ែត្រពេលក្រោកឡើងគាត់ទើបដឹងថាអ្វីដែលគាត់ជន់មិនមែនជាក្រណាត់ទេវាជាឆ្កែដែលត្រូវរថយន្តបុកងាប់ហើយទុកនៅលើផ្លូវប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ខ្លាចជាងគេគឺមុនពេលកើតហេតុគាត់បានឃើញក្រណាត់ពណ៌សហើយក្រណាត់ពណ៌សនោះស្រដៀងនឹងអ្វីដែលគាត់បានឃើញកាលពីលើកមុនបន្ទាប់ពីគ្រោះថ្នាក់គាត់មិនហ៊ានជិះម៉ូតូនោះទៀតទេប៉ុន្តែរឿងមិនបានបញ្ចប់ត្រឹមនោះឡើយប្រហែល1ឆ្នាំក្រោយមកគាត់បានជួបគ្រោះថ្នាក់មួយទៀតលើកនេះគាត់ត្រូវម៉ូតូមួយទៀតបុកហើយរាងកាយរបស់គាត់ត្រូវបានអូសទៅទីនដល់ក្បាលរបស់គាត់ឈប់នៅជិតគល់ដើមខ្នុរនោះបើអូសទៅមុខបន្តិចទៀតគាត់អាចនឹងស្លាប់ក្រោយមកគាត់ត្រូវដាក់ដែកនៅជើងហើយចំណាយពេលប្រហែល7ខែទើបអាចដើរបានធម្មតាវិញប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់ជាងនេះទៀតគឺគ្រោះថ្នាក់របស់គាត់មិនមែនជាគ្រោះថ្នាក់តែមានមនុស្ស2នាក់ផ្សេងទៀតក៏ជួបគ្រោះថ្នាក់នៅកន្លែងដដែលក្នុងករណីមួយប្អូនស្រី2នាក់ត្រូវម៉ូតូបុកម្នាក់រងរបួសធ្ងន់ហើយរឿងដែលគួរឲ្យចម្លែកគឺពួកគេក៏ត្រូវបានអូសទៅដល់គល់ដើមខ្នុរដែរករណីមួយទៀតក្មេងប្រុសម្នាក់ឆ្លងផ្លូវហើយត្រូវម៉ូតូបុកគ្រោះថ្នាក់នោះក៏មានទិដ្ឋភាពស្រដៀងគ្នាម៉ូតូបុករាងកាយត្រូវអូសហើយទៅឈប់នៅក្បែរដើមខ្នុរដដែលរឿងនេះបានកើតឡើងជាបន្តបន្ទាប់3ករណីកន្លែងដដែលដើមខ្នុរដែលខុសគ្នាតែពេលវេលាពេលខ្លះពេលថ្ងៃពេលខ្លះពេលល្ងាចហើយពេលខ្លះពេលយប់នៅពេលនោះអ្នកជិតខាងម្នាក់ក៏បាននិយាយថាគាត់មានអារម្មណ៍មិនល្អជាមួយដើមខ្នុរនោះដែរគាត់ថារាល់ពេលមានគ្រោះថ្នាក់កើតឡើងគាត់មានអារម្មណ៍ថាឃើញអ្វីមួយនៅលើដើមខ្នុរហើយយប់ខ្លះគាត់មិនហ៊ានដេកបែរមុខទៅរកដើមខ្នុរនោះឡើយប៉ុន្តែហេតុអ្វីគ្រោះថ្នាក់ច្រើនករណីតែងតែទៅបញ្ចប់នៅក្បែរដើមខ្នុរនោះចម្លើយមួយអាចមកពីអតីតកាលតាមការដំណើរពីម្ដាយរបស់គាត់កាលពីសម័យមុនមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយនៅតំបន់នោះមានមនុស្សជាច្រើនបានបាត់បង់ជីវិតក្រោយមកកន្លែងចាស់ៗត្រូវបានលុបចោលហើយតំបន់នោះក៏មានការសាងសង់ផ្ទះថ្មីប៉ុន្តែដើមខ្នុរមួយដើមនៅតែឈរនៅទីនោះហើយចាប់តាំងពីពេលនោះមករឿងចម្លែកនៅតែបន្តកើតឡើងរហូតដល់ឆ្នាំ2025បុរសម្នាក់បានដើរកាត់ដើមខ្នុរនោះគាត់មានអារម្មណ៍ថាជើងរបស់គាត់ដូចជាតាក់អ្វីមួយគាត់ឈប់ហើយងាកមើលគាត់រកមើលជុំវិញដើមខ្នុរប្រហែល2ទៅ3ម៉ែត្រគ្មានអ្វីទាំងអស់គ្មានខ្សែគ្មានឫសគ្មានវត្ថុអ្វីដែលអាចធ្វើឲ្យគាត់តាក់បានឡើយគាត់ក៏បន្តដើរទៅផ្ទះប៉ុន្តែពេលដើរទៅមិនបានប្រមាណជំហានមានអ្វីមួយរុញគាត់ពីខាងក្រោយរាងកាយគាត់ត្រជាក់ស្រាវគាត់មិនហ៊ានងាកមើលក្រោយទេហើយរត់ចូលផ្ទះភ្លាមចាប់ពីថ្ងៃនោះមកគាត់ចាប់ផ្ដើមសួរខ្លួនឯងថាតើអ្វីដែលគាត់បានឃើញកន្លងមកគ្រាន់តែជាការចៃដន្យឬក៏មានអ្វីមួយកំពុងស្ថិតនៅជុំវិញដើមខ្នុរនោះពិតមែនអ្វីដែលគួរឲ្យខ្លាចបំផុតគឺយើងប្រហែលជាមិនអាចដឹងចម្លើយបានឡើយព្រោះដើមខ្នុរនោះនៅតែឈរនៅទីនោះហើយបើរឿងនេះជាការពិតប្រហែលជាសំណួរដែលគួរឲ្យខ្លាចបំផុតមិនមែនជាតើមានខ្មោចនៅទីនោះឬអត់ទេប៉ុន្តែគឺហេតុអ្វីបានជារាល់គ្រោះថ្នាក់តែងតែត្រូវបានអូសទៅបញ្ចប់នៅក្បែរដើមខ្នុរមួយដើមនោះ